Chỉ biết số tại chọn bài toánទាំងអស់ជាទីគោរពនឹងទីរាប់អានឥឡូវនេះខ្ញុំចង់បង្ហាញអំពីការប្រើប្រាស់នៃឧបករណ៍បញ្ចុះសម្ពាធឈាមឬក៏យើងអាចថាឧបករណ៍សម្រួលដំណើរឈាមរត់អញ្ចឹងឧបករណ៍នេះគឺប្រើថាច់បាទប្រើថាច់ហើយពេលយើងយកចេញពីក្នុងប្រអប់មកបាទបងប្អូនអាចដាក់ថ្មហើយមិញខ្ញុំបានដាក់ថ្មរួចហើយឥឡូវយើងមើលឡើងវិញមួយសារទៀតគឺយើងចុចវាមកឃើញកន្លែងដាក់ថ្មអញ្ចឹងសង្ឃជំរាបបងប្អូនថាថ្មគឺយើងអត់មានអីពិបាកទេសញ្ញាបូកសញ្ញាដកនេះយើងមើលតារសវាហ្នឹងដឹងហើយណារសខាងបូកខាងដកវាអត់ដូចគ្នាទេបាទអញ្ចឹងពេលដែលបងប្អូនពេលដែលអស់ថ្មបាទអស់ថ្មគឺយើងអាចទៅទិញថ្មនៅកន្លែងណាក៏បានដែរឲ្យតែថ្មល្អថ្មស្ងួតបាទកុំដាក់ថ្មសើមវាអាចនឹងឆាប់ច្រេះនៃកុលរសនេះឆាប់ខូចអស់ហ្នឹងតែខូចអាជើងថ្មហ្នឹងគឺពិបាកឆ្នៃឡើងវិញហើយនេះខ្ញុំចង់ជម្រាបបងប្អូនយើងដែលអតិជនទៅទិញទៅមួយចំនួនជួនកាលគាត់សេវលុយគាត់ចង់អស់លុយតិចគាត់ទៅទិញអាថ្មអន់មកដូច្នេះប្រើបានតែមួយឆ្នាំពីរឆ្នាំគឺឆាប់ខូចអាកុលលុយហ្នឹងអញ្ចឹងបងប្អូនកុំស្ដាយអីមកគូល្អទៅត្រឹមតែ2000ឬ3000នេះទេហើយថ្លៃបំផុតតែ1រៀលស្មើ4000បន្ទាប់ពីយើងដាក់ថ្មដាក់អីហើយយើងបិទគម្របវាស្រួលមកណាបិទគម្របស្រួលមកហើយនៅខាងក្រោយនេះគឺមានគម្របរបស់វាណាបាទហើយនៅពេលដែលបងប្អូននៅពេលយើងដាក់ថ្មហើយម៉ាស៊ីនវាមានដំណើរការត្រឹមត្រូវគឺមានភ្លើងគ្រប់រុនទាំងអស់គ្រប់ថ្មិញទាំងអស់បើសិនជាថ្មិញមួយណាមានបញ្ហាគឺអត់អាចដំណើរការបានទេអញ្ចឹងគឺថ្មិញរបស់វាមានជាង30ថ្មិញគឺមានចរន្តទាំងអស់បាទអញ្ចឹងបន្ទាប់ពីយើងបើកគម្របនេះហើយយើងមកមើលខាងផ្ទៃខាងលើវិញបាទនៅខាងលើគឺគេមានដាក់អក្សរទី1គេដាក់ on ទី2ដាក់ off គឺ on នេះគឺសម្រាប់បើកអញ្ចឹងបើសិនជាបងប្អូនចង់ប្រើលេខតូចគឺយើងចុច on វាខ្លាំងតិចមកនេះបាទអញ្ចឹងវាចេញសញ្ញា resistance ដូចទៅទឹកគឺមានតែមួយខ្សែទេប៉ុន្តែបើសិនជាបងប្អូនថាចង់ប្រើលេខយ៉ាងធំហើយញ័រជាប់គឺយើងចុចមួយតង់ទៀតនេះវាចេញមានន័យថា resistance 2អញ្ចឹងដល់ពេលវាចេញ resistance 2គឺញ័រជាប់តែម្ដងហើយយើងអាចយកវាមកប្រើតាមតម្រូវការរបស់យើងបើសិនឧទាហរណ៍ថាយើងរយកធ្ងន់ក្បាលឈឺក្បាលដេកសម្រាប់ទៅលក់សិតណាវិធីប្រើរបស់យើងកាន់ឲ្យខ្លួនឯងមិនចាំបាច់គេជួយទេគឺយើងសិតពីលើក្បាលយើងនេះពីថ្ងាសយើងហ្នឹងមកដល់កន្ទុយដើមហ្នឹងឲ្យបាន30ដង1 2 3ចឹងណាឲ្យគ្រប់30ដងមួយហើយដាក់ថ្មិញវាឲ្យដល់ក្បាលយើងតែម្ដង